Chỉ đầm bốn video này nhà từ lộ nhé chạy hốc hai khê bình học đầm na ca từng múl xong ai lộ nhé bật nét bình thua róm đo tầng ham châu mùi thúng túp đo tầng ham chánh ok mặt đòn tiết đọ tầng ham châu mùi thúng túp túp bản tranh với nhà mình sầm lên thúng ok សួស្តីស៊ីនីខ្ញុំសូមអរគុណស៊ីនីក្នុងដំណើរ LP sample រយៈពេល3ខែហ្នឹងតំណាងឲ្យ The Eagle អរគុណស៊ីនីជាខ្លាំងសម្រាប់ការផ្ដល់ឲ្យមិនថាខ្ញុំមិនថា small group យើងទាំងអស់វាពិតជាមានអារម្មណ៍មួយកក់ក្ដៅដែលទទួលបានពីស៊ីនីទោះបីពួកយើងកោស៊ីនីបន្តិចក៏ចំពោះការផ្ដល់ឲ្យរបស់ស៊ីនីគឺពិតជាកូនក្រុមទាំងអស់មិនថាខ្ញុំមិនថា The Eagle ទាំងអស់ទទួលបានអារម្មណ៍កក់ក្ដៅពីស៊ីនីអញ្ចឹងពួកខ្ញុំនឹងបន្តអ្វីដែលស៊ីនីផ្ដល់ឲ្យហ្នឹងទៅមនុស្សចំនួនក្រោយបន្តទៀតអរគុណស៊ីនីដំណើរ101ថ្ងៃដែលខ្ញុំបានឆ្លងកាត់នេះគឺខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតើដែលទទួលបានបទពិសោធន៍ជាច្រើនហើយខ្ញុំទទួលបានការរៀនសូត្រនឹងពីស៊ីនីជាច្រើនស៊ីនីដូចជាកញ្ចក់មួយដែលឆ្លោះខ្ញុំឲ្យទៅឃើញនៅភាពអាចទៅរួចជាច្រើនដែលកើតឡើងហើយខ្ញុំពិតជាអរគុណស៊ីនីខ្លាំងមែនតើហើយក៏សប្បាយចិត្តដែលខ្លួនឯងបានដើរនៅក្នុងដំណើរមួយនេះជាមួយនឹងស៊ីនីដែលជាអ្នក support នឹងការផ្ដល់ឲ្យដ៏ធំជាពិសេសគឺថាជួបជាមួយក្រុម Eagle ដែលក្រុម Eagle ពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកក់ក្ដៅហើយទទួលបានអារម្មណ៍មួយដែលសប្បាយចិត្តរាល់ពេលមានវត្តមានពួកគាត់គឺថាស្នាមញញឹមរបស់ខ្ញុំពោពេញហ្មងហើយមួយវិញទៀតគឺថាក្រុម Eagle គាត់ពិតជាមានបេះដូងដ៏ធំនៅក្នុងការផ្ដល់ឲ្យអាចថាបានមកពីការផ្ដល់ឲ្យរបស់ស៊ីនីអញ្ចឹងធ្វើឲ្យពួកយើងទទួលបានអារម្មណ៍កក់ក្ដៅមួយនឹងខ្ញុំពិតជាអត់មានពីអីក្រៅពីជូនពរឲ្យស៊ីនីកាន់តែរីករាយសប្បាយចិត្តហើយនឹងទទួលបានបំណងប្រាថ្នាដែលស៊ីនីចង់បាន Love you ថ្ងៃនេះពិតជាមានកិត្តិយសមែនដែលក្រុម Small Group The Eagle LP sample បានមកចូលរួមសកម្មភាពជាក្រុមមួយសម្រាប់ធ្វើកាដូអនុស្សាវរីយ៍មួយជូនស៊ីនីហើយជារឿងមួយដែលក្រុមសមាជិកក្រុមទាំងអស់នឹងពេញចិត្តនឹងចូលរួមវាថ្ងៃហ្នឹងខ្ញុំមានពាក្យពេចន៍មួយចង់អរគុណទៅស៊ីនីដែលស៊ីនីបានចូលខ្លួនមកដំណើរ LP sample របស់ជាពិសេស Small Group The Eagle ទាំងមូលមកជួយជ្រោមជ្រែងនិងផ្ដល់ឲ្យក្រុមមានការរីកចម្រើននិងការផ្លាស់ប្ដូររឿងដែលខ្លួនឯងចង់ទៅធ្វើខ្លួនឯងទៅប្រស្រ័យតាក់ទងមានសមិទ្ធផលចេញមកឲ្យខ្លួនឯងបន្តិចម្ដងហើយបន្ទាប់ពីដំណើរ LP នឹងបានចប់ពួកយើងក៏បានរៀនសូត្រនិងស្វែងយល់ពីភាពវិជ្ជមាននិងអវិជ្ជមានរបស់ខ្លួនខ្ញុំថាខ្ញុំជាមនុស្សបែបណាខ្ញុំនៅមានអ្វីដែលខ្ញុំត្រូវបំពេញបន្ថែមហើយរឿងដែលនឹកស្មានដល់មួយគឺខ្ញុំបានមកជួបស៊ីនីដែលជាម្ចាស់ brand Snow Yogurt ដែលជា favorite របស់ខ្លួនឯងហើយជា fan តាំងពីដំបូងអត់នឹកស្មានដល់ហ្មងថាមានឱកាសមកស្គាល់ស៊ីនីដែលជាម្ចាស់ brand នឹងជា favorite ហើយគឺខ្ញុំនឹងតែម្ដង fan ហ្មងហើយជាចុងក្រោយខ្ញុំមានពាក្យពេចន៍មួយចង់ជូនពរទៅស៊ីនីឲ្យស៊ីនីការគិតនឹងការប្រស័យតាក់ទងនឹងរាល់អាជីវកម្មរបស់ស៊ីនីសូមឲ្យដំណើរការរលូនអរគុណអូខេស៊ីនីអញ្ចឹងពីអ្នកប្តីប្រពន្ធរបស់ខ្ញុំគឺថ្ងៃនេះខ្ញុំណាត់គ្នាពី alcohol ដើម្បីធ្វើជាវីដេអូចែករំលែកទៅស៊ីនីអរគុណស៊ីនីសម្រាប់ដំណើរការ3ខែនេះឲ្យខ្ញុំបានស្គាល់គ្នាចាប់ដៃគ្នាទៅជាប្តីប្រពន្ធអញ្ចឹងអរគុណស៊ីនីសម្រាប់ការផ្ដល់ឲ្យការធ្វើជា role model បង្ហាញទៅដល់មនុស្សជំនាន់ក្រោយដូចជាខ្ញុំអញ្ចឹងឲ្យបានដឹងថាអ្វីតែមានតម្លៃពិតប្រាកដក្នុងជីវិតក៏ស្គាល់ខ្លួនឯងកាន់តែច្បាស់ជាងមុននឹងជំនះរកគ្រប់ឧបសគ្គហើយតែតែមានទឹកចិត្តមកផ្ដល់ឲ្យប្រពន្ធខ្ញុំវិញមានអ្វីចែករំលែកទៅខាងស៊ីនីរបស់យើងអូនអរគុណស៊ីនីសម្រាប់រយៈពេល3ខែនេះដែលដូចជាកញ្ចក់មួយឆ្លោះបញ្ចាំងឲ្យខ្ញុំរៀនសូត្រតាមពីស៊ីនីជារៀនច្បងឆ្លោះបញ្ចាំងឲ្យខ្ញុំឃើញថាពីការតស៊ូនិងការអត់ធ្មត់ទៅលើកូនក្រុមផងទាំងខ្ញុំខ្លួនឯងផងពិតជាអរគុណសម្រាប់ការផ្ដល់ឲ្យនឹងមែនតើខ្ញុំអរគុណស៊ីនីហើយស៊ីនីដំណើរ101ថ្ងៃហ្នឹងគឺរៀនសូត្របានច្រើនមែនតើរៀនសូត្របានពីSmall Group រៀនសូត្របានពី Big Group រៀនសូត្របានធំធេងខ្លាំងមែនតើហើយ3-4 សប្តាហ៍ដំបូងខ្ញុំទទួលអារម្មណ៍ថាខ្ញុំអត់ចូលចិត្តស៊ីនីមែនតើខ្ញុំក៏ប្រាប់ស៊ីនីដែរថាខ្ញុំអត់ពេញចិត្តខ្ញុំអត់ចូលចិត្តទេហើយក៏មានរឿងជាច្រើនដែលខ្ញុំអត់ចង់ឲ្យខ្លួនឯងមកដំណើរមួយនេះដែរដំណើរ4សប្តាហ៍ដំបូងគឺជីវិតខ្ញុំគឺ
រៀងរោគរ៉ាតិចហើយវាអត់អាចរលូនបានទេប៉ុន្តែខ្ញុំមើលឃើញពីការផ្ដល់ឲ្យរបស់ស៊ីនីការជ្រោមជ្រែងរបស់ស៊ីនីការរូបបង្ហាញរបស់ស៊ីនីការមានទំនួលខុសត្រូវរបស់ស៊ីនីបានធ្វើឲ្យខ្ញុំឆ្លងកាត់ដំណើរមួយនេះបានយ៉ាងជោគជ័យហើយ small group របស់ខ្ញុំមានអារម្មណ៍ថាខ្ញុំអានេះជាការសម័យរបស់ខ្ញុំឬក៏គ្រាន់តែជារឿងមួយដែលប្រាប់ខ្ញុំថានេះគ្រាន់តែជារឿងដែលអ្នកគ្រាន់តែឆ្លងកាត់ទេប៉ុន្តែខ្ញុំទទួលបានអារម្មណ៍ថាភាពកក់ក្ដៅនៅក្នុង small group របស់ខ្ញុំគឺការផ្ដល់ឲ្យគ្នាទៅវិញទៅមកហើយក៏ចេញពី senior ដែរ I love the Eagle so much the Eagle គឺជា family របស់ខ្ញុំមួយទៀតហើយអរគុណដល់ senior សម្រាប់ការមើលថែទាំអរគុណ the Eagle ខ្ជិតខ្ជូតក៏អរគុណសម្រាប់ការជ្រោមជ្រែង111ថ្ងៃមាន senior គឺមានការផ្ដល់ឲ្យបាយបាយ ខ្ញុំចង់អរគុណស៊ីនីរយៈពេល3ខែនេះដែលធ្វើឲ្យពីរអ្នកខ្ញុំកាន់តែស្រឡាញ់គ្នាជាងមុនខ្ញុំរំភើបខ្ញុំពិតជារំភើបពីចិត្តពីមុនគាត់មិនមែនចឹងទេឥឡូវខ្ញុំបានប្តីថ្មី